ជំរាបសួរអ្នកនរនេះថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតដែលជាវីដេអូទី2ហើយឥឡូវនេះរៀងជក់នៅក្នុងការតាមដានព័ត៌មានអន្តរជាតិជាច្រើនដែរហើយព័ត៌មានក្នុងស្រុកក៏ខ្ញុំតាមដានច្រើនដែរហើយអ្វីដែលខ្ញុំនឹងចែកម្លែកនៅក្នុងវីដេអូទី2នេះគឺយើងនឹងនិយាយអំពីបញ្ហានៅអាមេរិកបន្តទៀតហើយពាក់ព័ន្ធជាមួយទៅនឹងនៅសហភាពអឺរ៉ុបផងដែរខ្ញុំបានទទួលព័ត៌មានពីបណ្ដាញព័ត៌មានធំៗនៅលើពិភពលោកនឹងជាច្រើនមានដូចជា CNN ឬក៏ ABC News ឬក៏មានមួយទៀតគឺ Reuters ហ្នឹងគឺសុទ្ធតែជាព័ត៌មានដែលទាន់ហេតុការណ៍ពាក់ព័ន្ធជាមួយទៅនឹងបញ្ហានៅសហរដ្ឋអាមេរិកដូចគ្នាទៅនឹងបញ្ហានៅអឺរ៉ុបផងដែរឬក៏បញ្ហាពាក់ព័ន្ធជាមួយនឹងសង្គ្រាមរវាងយូក្រែនហ្នឹងមានន័យថាអ៊ុយក្រែនរវាងអ៊ុយក្រែនហើយនិងរុស្ស៊ីដូចគ្នាអញ្ចឹងព័ត៌មានដែលខ្ញុំប្រមូលបានហ្នឹងគឺពីប្រភពទាំងអស់ហ្នឹងទី1ទី2ខ្ញុំបានសួរព័ត៌មានទៅកាន់មិត្តភ័ក្តិរបស់ខ្ញុំដែលជាខ្មែរអាមេរិកកាំងមួយដែលគាត់រស់នៅសហរដ្ឋអាមេរិកហ្នឹងប្រហែលជាជាង10ឆ្នាំមកហើយពីព្រោះគាត់ជាមិត្តភ័ក្តិ high school របស់ខ្ញុំហើយតាំងពីចប់វិទ្យាល័យមកគឺគាត់បានរៀបការស្វាមីទៅរស់នៅសហរដ្ឋអាមេរិកហ្នឹងហើយមកដល់ឥឡូវនេះវាតាំងពីឆ្នាំ2007ឯមកគឺវាយូរដែរបាទជាង10ឆ្នាំហើយបញ្ហាដែលប្រឈមឬក៏បញ្ហាដែលជួបប្រទះនៅក្នុងរយៈកាលកន្លងមកជាពិសេសនៅក្នុងរដ្ឋបាលរបស់លោក Joe Biden ហ្នឹងគឺមានរឿងរ៉ាវជាច្រើនដែលគាត់បានប្រាប់ខ្ញុំហើយក្នុងនោះគាត់បានលើកយកចំណុច4ធំដែលប្រឈមនៅសហរដ្ឋអាមេរិកនៅក្នុងកំឡុងពេលនៃការគ្រប់គ្រងឬក៏ដឹកនាំរបស់លោក Joe Biden បាទមានន័យថាក្រោមរដ្ឋបាលរបស់លោក Joe Biden ខ្ញុំលើកមកក្នុងអាណត្តិរបស់លោក Donald Trump វិញគឺឃើញថាកំណែតម្រង់ផ្សេងដែលកើតឡើងដែលយើងគិតថាដូចផ្លេចបន្ទូលហើយមើលទៅវាប្លែកខុសពីប្រធានាធិបតីមុនជាច្រើនដែលលោក Donald Trump បានកែប្រែឬក៏បានកាត់ចោលនោះគឺសិតសឹងតែជាវិធានការមួយដែលខ្ញុំគិតថាវាជាដំណោះស្រាយបន្ទាន់ដែលទប់មិនឲ្យអាមេរិកនឹងធ្លាក់ចុះកាន់តែខ្លាំងជាងនឹងទៀតដែលជាហេតុធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរទៅដល់សេដ្ឋកិច្ចអាមេរិកអញ្ចឹងកន្លែងនេះគឺតាំងពីការបិទនៅកញ្ចប់ថវិកា USAID តាំងពីការបិទនៅកញ្ចប់ថវិការបស់វិទ្យុអាស៊ីសេរីឬក៏វិទ្យុ VOA វិទ្យុអឺរ៉ុបសេរីហ្នឹងគឺសិតសឹងតែជាវិធានការដែលទប់ឲ្យលុយឬក៏រំហូរសាច់ប្រាក់ចេញពីប្រទេសអាមេរិកហ្នឹងគឺថយចុះមានន័យថាកញ្ចប់ថវិកាទាំងអស់ហ្នឹងអាចថាទី1គឺជាយុទ្ធសាស្ត្រនៅក្នុងការទប់នៅសេដ្ឋកិច្ចរបស់អាមេរិកផងទី1ចំណុចពិសេសចំណុចទី2នោះគឺលោក Donald Trump ឬក៏យើងហៅថារដ្ឋបាលរបស់លោក Donald Trump គាត់យល់ឃើញថាកន្លងមកវិទ្យុទាំងអស់ហ្នឹងឬក៏យើងហៅថាបណ្ដាញសារព័ត៌មានទាំងអស់ហ្នឹងគឺមានន័យថាអត់បានផ្ដល់ផលប្រយោជន៍ទៅឲ្យអាមេរិកទេកន្លែងនេះបងប្អូនប្រហែលជាធ្លាប់បានឮនៅសម្ដីរបស់លោក Donald Trump ដែលគាត់និយាយថា American First ហ្នឹងមានន័យថាគាត់គិតទៅលើសហរដ្ឋអាមេរិកជាចាំបាច់គិតទៅលើប្រទេសអាមេរិកជាចាំបាច់គិតទៅលើប្រជាជនអាមេរិកជាចាំបាច់គិតទៅលើសេដ្ឋកិច្ចរបស់អាមេរិកមុនគេបំផុតអញ្ចឹងកំណែតម្រង់ទាំងអស់នឹងការកាត់បន្ថយទាំងអស់នឹងដូចយើងនិយាយថាយើងកាត់បន្ថយចំណាយប្រចាំខែរបស់យើងទៅលើចំណាយណាដែលអត់ចាំបាច់ចំណាយណាដែលវាមិនមែនពាក់ព័ន្ធផលប្រយោជន៍ផ្ទាល់របស់អាមេរិកហ្នឹងគឺត្រូវតែកាត់ចោលឲ្យអស់អញ្ចឹងនេះគឺជាវិធានការក្តៅជាវិធានការតន់ហន់មួយដែលត្រូវតែធ្វើបន្ទាន់អានេះជាការយល់ឃើញរបស់លោក Donald Trump ឬក៏រដ្ឋបាលរបស់លោក Trump ហើយអ្វីត្បិតតែនៅក្នុងកញ្ចប់ថវិការបស់វិទ្យុអាស៊ីសេរី VOA ឬក៏អឺរ៉ុបសេរីអីហ្នឹងគឺវាចាយលុយនៅក្នុងកម្រិតតូចមួយបើយើងធៀបទៅលើទំហំសរុបនៃថវិកាជាតិដែលត្រូវចំណាយប្រចាំឆ្នាំរបស់អាមេរិកមែនប៉ុន្តែខ្ញុំគិតថារដ្ឋបាលរបស់គាត់នឹងឬក៏ការយល់ឃើញរបស់គាត់នឹងគឺសិតសឹងតែថាចំណែកណាក៏ដោយឲ្យតែមិនចាំបាច់ទោះបីវាតូចក៏ដោយទោះបីវាធំក៏ដោយត្រូវតែកាត់ផ្ដាច់ចោលទាំងអស់អានេះជាអ្វីដែលជាការមើលឃើញអំពីចំហរបស់គាត់ឬក៏រដ្ឋបាលរបស់គាត់ទី2មិត្តភក្តិខ្ញុំបានប្រាប់ទៀតថាបញ្ហារឿងunemployment នឹងមានន័យថាកង្វះការងារធ្វើទៅលើប្រជាពលរដ្ឋរបស់ពលរដ្ឋអាមេរិកហ្នឹងគឺខ្វះការងារធ្វើច្រើនមែនទែនច្រើនទី2បាទគឺបាត់បង់ការងារធ្វើមនុស្សដែលធ្លាប់មានការងារធ្វើទៅជាបាត់បង់ការងារធ្វើហើយកំណើននៃអ្នកដែលអត់មានការងារធ្វើហ្នឹងគឺកើនឡើងខ្ពស់ជាងមុនដែលយើងកត់សម្គាល់ឃើញថាវាជាហានិភ័យមួយឬក៏វាជាបញ្ហាជាបន្ទុកមួយដែល
ប៉ះពាល់ទៅដល់ចំណូលប៉ះពាល់ទៅដល់សេដ្ឋកិច្ចរបស់អាមេរិកខ្ញុំលើកឧទាហរណ៍ថាបើប្រជាពលរដ្ឋនឹងគាត់បាត់បង់ការងារអញ្ចឹងមានន័យថាដោយសារតែអាចថាការងារទាំងអស់នោះគឺបានកាត់បន្ថយបុគ្គលិកឧទាហរណ៍ថាក្រុមហ៊ុនពីមុនមកប្រើបុគ្គលិក100នាក់ប៉ុន្តែឥឡូវនោះប្រើមនុស្សតែ30 40 50 60នាក់អញ្ចឹងមានន័យថាកាត់បន្ថយស្ទើរតែពាក់កណ្ដាលនៃទម្លាប់មុនអញ្ចឹងមានន័យធ្វើឲ្យបុគ្គលិកនឹងគឺបាត់បង់ការងារហើយកាលណាបើកាត់បន្ថយបុគ្គលិកមានន័យថាអាចថាក្រុមហ៊ុនទាំងអស់នោះគឺថយជាមួយទៅនឹងចំណូលប្រាក់ចំណូលការលក់ចេញការទទួលបានចំណូលសរុបជាប្រចាំខែប្រចាំឆ្នាំអីថយចុះអញ្ចឹងទៅអញ្ចឹងវាជាបញ្ហាមួយដែលផ្ដល់បន្ទុកទៅឲ្យរដ្ឋដើម្បីជួយទៅលើអ្នកអត់ការងារធ្វើទាំងអស់នោះផងទី1ទី2រដ្ឋត្រូវបានបាត់បង់ឬក៏ថយចុះនៅកំណើនពន្ធដែលទទួលបានពីអាជីវកម្មទាំងអស់នោះហើយក្នុងនោះសូម្បីតែអ្នកដែលមានប្រាក់ខែហ្នឹងក៏ត្រូវតែបង់ពន្ធទៅឲ្យរដ្ឋដែរហើយដល់ពេលគាត់បាត់បង់ការងារអញ្ចឹងមានន័យថាគាត់លែងបានជួយបង់ពន្ធទៅឲ្យរដ្ឋហើយបែរជាគាត់ត្រូវជាបន្ទុករបស់រដ្ឋទៅវិញអញ្ចឹងរឿងហ្នឹងវាមានប្រតិកាឡាគ្នាស្មុគស្មាញច្រើនមែនតើដែលខ្ញុំសូមនិយាយតែប៉ុណ្្នឹងទេប៉ុន្តែគ្រាន់តែបញ្ជាក់ថាប្រជាពលរដ្ឋរបស់អាមេរិកឬក៏ពលរដ្ឋរបស់អាមេរិកហ្នឹងគឺបាត់បង់ការងារធ្វើហ្នឹងកាន់តែច្រើនជាងមុនដែលជាចំណុចមួយដែលគ្រោះថ្នាក់សម្រាប់ប្រជាជនអាមេរិកឬក៏សម្រាប់សេដ្ឋកិច្ចរបស់អាមេរិកក្នុងនោះគេឃើញថាការបាត់បង់ការងារនោះក៏ដោយហេតុថាមានជនតោប្រវេសន៍ដោយសារតែមានការលេចធ្លាយនៅជនតោប្រវេសន៍ខុសច្បាប់នឹងចូលមកដណ្ដើមកិច្ចការងាររបស់ប្រជាពលរដ្ឋរបស់អាមេរិកនឹងផងដែរអញ្ចឹងចំណុចទាំងអស់នឹងហើយគឺជារឿងដែលអាមេរិកត្រូវតែគិតគូរឬក៏ចាត់វិធានការជាបន្ទាន់នៅក្នុងពិសេសនៅក្នុងអាណត្តិរបស់លោកដូណាល់ត្រាំនឹងចំណុចទី3ពាក់ព័ន្ធជាមួយនឹង homeless កាលណាកំណើននៃអ្នកបាត់បង់ការងារធ្វើកាន់តែច្រើនអញ្ចឹងអាចថាកំណើននៃ homeless នឹងគឺកាន់តែខ្ពស់អញ្ចឹងកំណើននៃប្រជាពលរដ្ឋដែល homeless មានន័យថាអត់មានផ្ទះនៅអត់មានផ្ទះសម្បែងអត់ការងារហើយមិនមែនត្រឹមតែអត់ការងារហើយមានផ្ទះសម្បែងទេប៉ុន្តែអត់ទាំងផ្ទះសម្បែងទៀតអញ្ចឹងមានន័យថាសិតតែជាបន្ទុករបស់រដ្ឋវាអាចថាជាបន្ទុករបស់រដ្ឋហើយវាធ្វើឲ្យរដ្ឋនឹងមានបន្ទុកផងវាធ្វើឲ្យមានអាណាធិបតេយ្យនៅក្នុងរដ្ឋនៅក្នុងប្រទេសរបស់អាមេរិកនឹងផងដែរអញ្ចឹងបញ្ហា homeless នឹងក៏ជាចំណុចសំខាន់មួយដែលកើនឡើងដែរហើយចំណុចទី4គឺអត់មាន secure បាទមានន័យថា insecure មានន័យថាគឺអត់មានសុវត្ថិភាពនៅក្នុងការរស់នៅអត់មានសន្តិសុខសម្រាប់ធ្នាប់អីល្អប្រហែលទេដោយសារតែមានជនតោប្រវេសន៍នឹងនៅតាមព្រំដែននេះនឹងគឺលិចចូលមកអ្នកខ្លះនឹងក៏បង្កបញ្ហាស្មុគស្មាញមានបងធំបងតូចមានលបែងមានស៊ីសមមានការបាញ់បោះមានអីផ្សេងៗហ្នឹងគឺសិតតែកើតនៅចោរកម្មកើតនៅបញ្ហាកើតនៅគេហៅថាអំពើអាណាធិបតេយ្យច្រើននៅសហរដ្ឋអាមេរិកនឹងកាន់តែច្រើនហើយក្នុងនោះមួយទៀតអន្តោប្រវេសន៍ដែលខុសច្បាប់នឹងចូលមកក្នុងប្រទេសសហរដ្ឋអាមេរិកនឹងចូលមកនៅក្នុងតំបន់មួយនឹងគឺដណ្ដើមកិច្ចការងារប្រជាពលរដ្ឋរបស់អាមេរិកនឹងទៀតអញ្ចឹងជនអន្តោប្រវេសន៍ដែលខុសច្បាប់នឹងចូលមកនឹងវាធ្វើឲ្យរដ្ឋគ្រប់គ្រងអត់បានកាលណាជនអន្តោប្រវេសន៍ខុសច្បាប់ចូលមកហើយរដ្ឋគ្រប់គ្រងអត់បានវាកើតទៅជាអាណាធិបតេយ្យយើងលើកជាឧទាហរណ៍ថាតំបន់នៅក្នុងប្រទេសណាក៏ដោយនៅកម្ពុជាយើងក៏ដោយឲ្យតែតំបន់ណាដែលសម្បូរមនុស្សមករស់នៅចេញពីតំបន់ផ្សេងគ្នាមកពីតំបន់ប្រភពផ្សេងគ្នានឹងនៅតំបន់រោងចក្រតំបន់អីហ្នឹងគឺសិតតែជាតំបន់ដែលបកនៅអសន្តិសុខមកមានការចោលមានអីការលួចប្លន់អីចឹងទៅហើយបើសិនជារដ្ឋគាត់ control នៅព័ត៌មានឬក៏មនុស្សទាំងអស់នោះអត់បានទេមានន័យថាអំពើអសន្តិសុខនឹងគឺកើតឡើងកាន់តែច្រើនទៀតសារភ្ជាប់មកកន្លែងនេះវាជាមេរៀនមួយដែលចង់ជម្រាបជូនបងប្អូនថាប្រសិនបើយើងមិនព្យាយាមអភិវឌ្ឍសមត្ថភាពរបស់យើងឲ្យខ្លាំងទេបើយើងមិនធ្វើឲ្យខ្លួនយើងខ្លាំងទេជាក់ស្ដែងនៅកម្ពុជារបស់យើងមើលប្រទេសនៅជិតខាងរបស់យើងគឺគេមានគេហៅថាមានព្រៀបនៅលើយើងហើយយើងទៅតែងើបចេញពីសង្គ្រាមនៅក្នុងរយៈពេល30-40 ឆ្នាំជាងនេះមកអញ្ចឹងមានន័យថាយើងគឺអភិវឌ្ឍឬយើងដើរនឹងរៀងក្រោយគេដោយសារតែយើងជួបគ្រោះបាទអញ្ចឹងមានន័យថាយើងត្រូវតែប្រឹងដើម្បីធ្វើម៉េចកុំឲ្យយើងចាញ់ព្រៀបគេខ្ពស់ពេកដែលជាហេតុធ្វើឲ្យយើងទទួលនៅការlock down ឬក៏ការបិទនៅចំណុចផ្សេងជាច្រើនដែលប្រទេសកម្ពុជារបស់យើងត្រូវបានខាំងដោយប្រទេសជុំវិញខ្លួនរបស់យើងអញ្ចឹងដូចយើងរកស៊ីអញ្ចឹងបើសិនជាយើង
មានដៃមានជើងគ្រប់គ្រាន់មានកម្លាំងកាយសម្បទាគ្រប់គ្រាន់ហើយមានន័យថាយើងអាចទៅធ្វើកិច្ចការងារនឹងបានពេញបាទពេញដៃពេញជើងប៉ុន្តែបើក្នុងករណីនឹងយើងមានសុខភាពល្អហើយប៉ុន្តែយើងខ្វះកម្លាំងយើងខ្វះទ័ពយើងខ្វះអ្នកជួយជុំជ្រែងយើងខ្វះការសាមគ្គីគ្នាទេមានន័យថាយើងនឹងចាញ់គេហើយពាក្យមួយដែលនៅក្នុងរឿងចិនដែរដែលខ្ញុំចង់រំលឹកបងប្អូនទុកផ្លូវក្រោយមានន័យថាយើងអត់អាចទៅធ្វើការឲ្យគេហើយពឹងលើតែចំណូលរបស់គេមួយផ្នែកតែមួយមុខនោះទេយើងត្រូវកសាងសមត្ថភាពរបស់យើងឲ្យមាន skill labor នៅក្នុងខ្លួនដែលយើងអាចធ្វើការងារណាមួយផ្សេងទៀតក្រៅម៉ោងការងារហើយឬក៏រកស៊ីណាមួយទៀតហើយជាហេតុមួយដែលធ្វើឲ្យយើងមិនមែនមានតែមួយមុខនឹងទេអញ្ចឹងអាការងារយើងបន្ថែមនោះគេឲ្យឈ្មោះថាទុកផ្លូវក្រោយហើយបើកាលណាយើងមានទុកផ្លូវក្រោយអញ្ចេះគឺថ្ងៃណាមួយដែលគេប្រជុំយើងក៏យើងមានន័យថាយើងមានផ្លូវដើរបន្ថែមដែរអញ្ចឹងបងប្អូនត្រូវធ្វើរុនខ្យល់បាទឲ្យបាន 2-3 ទៅដើម្បីទុកត្រៀមនៅក្នុងការដកដង្ហើមរបស់យើងព្រោះយើងអត់អាចរងចាំឬក៏ទទួលតែបំពង់ខ្យល់តែមួយចរន្តតែមួយផ្លូវដែលគេផ្ដល់ឲ្យយើងបានទេអញ្ចឹងនេះគឺជាមេរៀនសំខាន់ដែលបងប្អូនកំពុងតែធ្វើកិច្ចការងារឲ្យគេក្តីបងប្អូនកំពុងរកស៊ីក្តីក៏យើងត្រូវតែរៀនសូត្រពីគេហៅថាមេរៀននៅក្នុងគេហៅមេរៀនជាក់ស្ដែងនៅក្នុងពិភពលោកជាពិសេសគឺនៅប្រទេសមហាអំណាចអញ្ចឹងដូចជារឿងកន្លងមកក្នុងរយៈពេលថ្មីៗនេះគឺអាមេរិកបិទច្រើនមែនតើបាទនេះគឺជាមេរៀនដែលយើងគួរតែនាំគ្នាស្វែងយល់ហើយរៀនទាំងអស់គ្នាមិនមែនមានន័យថាយើងចង់ដឹងអីប្រទេសគេយើងគិតថាវាមិនគួរចាំបាច់ដឹងតែពិតវាបើយើងយកមកប្រៀបធៀបជាមួយទៅនឹងកិច្ចការងារនៃជីវិតនៃការរស់នៅរបស់យើងគឺល្អខ្លាំងមែនតើបងប្អូនគួរតែស្វែងយល់ទាំងអស់គ្នាហើយបងប្អូនកុំភ្លេចជួយ Subscribe ទៅលើ Channel របស់ខ្ញុំម្នាក់មួយផងខ្ញុំពឹងលើបងប្អូនហើយបើបងប្អូនជួយ Subscribe ខ្ញុំនឹងមានកម្លាំងចិត្តដាក់វីដេអូថ្មីៗបន្តទៀតពីខ្ញុំភិរមសូមអរគុណនិងសូមជម្រាបលា